តើសារាយសមុទ្រអាហារសម្រន់សំណត់ចិត្តរបស់អ្នកមានប្រភពមកពីណាតើអ្នកធ្លាប់ដឹងទេថាសារាយសមុទ្រអាហារសម្រន់ដែលពេញនិយមបំផុតមួយនៅលើពិភពលោកត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចនៅពេលដែលអ្នកបានឃើញពីខ្សែសង្វាក់ផលិតកម្មអាហារសម្រន់អ្នកប្រហែលជាអាចនឹងផ្លាស់ប្ដូរអារម្មណ៍ក្នុងការញ៉ាំវាជាមិនខានសូមផ្ញើវីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកដែលចូលចិត្តញ៉ាំសារាយសមុទ្រឲ្យបានឃើញព្រោះថាវត្ថុល្អិតៗពណ៌ខ្មៅទាំងអស់នេះនឹងត្រូវប្រែក្លាយទៅជាបន្ទះស្រួយៗដែលពួកគេចូលចិត្តក្នុងពេលបន្តិចទៀតនេះជាការពិតណាស់ដំណើរការនៃផលិតកម្មនេះគឺមានលក្ខណៈសាមញ្ញបំផុតដែលវាមានមូលដ្ឋានគ្រឹះស្រដៀងគ្នាទៅនឹងវិធីសាស្ត្រធ្វើក្រដាសបែបបុរាណដែរជារៀងរាល់ព្រឹកក្រុមកម្មករត្រូវធ្វើដំណើរចេញទៅកាន់នៃផ្ទៃសមុទ្រដោយបើកបរទូកតូចៗកាត់តាមកសិដ្ឋានចិញ្ចឹមសារាយសមុទ្រដ៏ធំល្វឹងល្វើយនៅទីនោះពួកគេប្រើប្រាស់គ្រឿងចក្រដើម្បីប្រមូលផលសារាយសមុទ្រដែលគ្រប់អាយុនៅពេលត្រឡប់មកដល់ច្រាំងវិញដងស្ទូចដ៏ធំសម្បើមបានលើកផលដែលប្រមូលបានទាំងនោះដាក់ចូលទៅក្នុងរថយន្តដឹកទំនិញដើម្បីបញ្ជូនឆ្ពោះទៅត្រង់កាន់រោងចក្រភ្លាមៗដែលឯរោងចក្រសារាយសមុទ្រទាំងនោះត្រូវបានគេចាក់ចូលទៅក្នុងអាងសម្អាតខ្នាតធំគ្រឿងចក្រនឹងធ្វើការកូរវាមិនឲ្យឈប់ដើម្បីលាងជម្រះចេញនៅគ្រាប់សាច់កំទេចដីនិងក្លិនឆ្អាបផ្សេងៗបន្ទាប់មកទៀតវាត្រូវបានគេហាន់ជាសរសៃតូចៗឆ្មាៗហើយយកទៅលាងក្នុងទឹកស្អាតម្ដងទៀតជាបន្តគេយកវាទៅរីឲ្យស្មើនៅលើឧបករណ៍រែងដែលធ្វើពីឫស្សីរួចធ្វើការសង្កត់ដើម្បីច្របាច់យកជាតិទឹកចេញរហូតទាល់តែវាคล้ายទៅជាបន្ទះស្ដើងៗនិងរីបស្មើក្រោយពេលហាលឲ្យស្ងួតវត្ថុនោះចាប់ផ្ដើមមានរូបរាងដូចជាបន្ទះសារាយសមុទ្រដែលយើងធ្លាប់ឃើញហើយកម្មករនឹងធ្វើការលាបប្រេងល្ងមួយស្រទាប់ពីលើរួចយកវាទៅដុតម្ដងទៀតដែលដំណើរការនេះនឹងធ្វើឲ្យពណ៌របស់វាប្រែពីពណ៌ខ្មៅទៅជាពណ៌បៃតងចាស់ជាចុងក្រោយបន្ទះខ្លះត្រូវបានរក្សាទុកទាំងមូលសម្រាប់ធ្វើជាស៊ូស៊ីហើយបន្ទះដែលនៅសល់នឹងត្រូវគេកាត់ជាបំណែកតូចៗរួចបន្ថែមគ្រឿងរសជាតិដើម្បីក្លាយជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកតែងតែស្គាល់បន្ទាប់ពីបានឃើញនៅដំណើរការផលិតតាំងពីដើមដល់ចប់បែបនេះតើអ្នកនៅតែចង់ញ៉ាំវាដោយអារម្មណ៍ដដែលទៀតដែរឬទេសូមបងប្អូនមេត្តាជួយ like comment និង share ដើម្បីទទួលបានចំណេះដឹងទូទៅពី RT News